សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Molika Sharing ថ្ងៃនេះយើងនឹងមកនិយាយអំពីប្រធានបទមួយដែលមើលទៅសាមញ្ញប៉ុន្តែអាចផ្លាស់ប្ដូរជីវិតរបស់យើងបានយ៉ាងខ្លាំងប្រធានបទនោះគឺគំរោះតាមអារម្មណ៍មនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍យើងមានថ្ងៃដែលសប្បាយមានថ្ងៃដែលសោកសៅមានថ្ងៃដែលខឹងមានថ្ងៃដែលអស់កម្លាំងមានថ្ងៃដែលមានទំនុកចិត្តហើយក៏មានថ្ងៃដែលយើងមិនចង់ធ្វើអ្វីទាំងអស់វាជារឿងធម្មតាប៉ុន្តែបញ្ហាចាប់ផ្ដើមកើតឡើងនៅពេលដែលយើងអនុញ្ញាតឲ្យអារម្មណ៍របស់យើងក្លាយជាអ្នកបញ្ជាជីវិតថ្ងៃនេះយើងមានអារម្មណ៍ល្អយើងធ្វើការថ្ងៃនេះយើងមានអារម្មណ៍មិនល្អយើងឈប់ថ្ងៃនេះយើងមានកម្លាំងចិត្តយើងចាប់ដើមថ្ងៃស្អែកយើងបាក់ទឹកចិត្តយើងបោះបង់បើយើងរស់បែបនេះជីវិតរបស់យើងនឹងឡើងចុះតាមអារម្មណ៍របស់យើងជារៀងរាល់ថ្ងៃសូមចងចាំពាក្យមួយនេះអារម្មណ៍គឺជាអ្នកជូនដំណឹងមិនមែនជាអ្នកបញ្ជាទេអារម្មណ៍អាចប្រាប់យើងថាយើងកំពុងមានអារម្មណ៍យ៉ាងដូចម្តេចប៉ុន្តែវាមិនគួរជាអ្នកសម្រេចថាយើងត្រូវធ្វើអ្វីនោះទេអារម្មណ៍មិនមែនជាការពិតទាំងស្រុងនោះទេពេលខ្លះយើងមានអារម្មណ៍ថាយើងមិនអាចធ្វើបានទេប៉ុន្តែការមានអារម្មណ៍ថាមិនអាចធ្វើបានមិនមែនមានន័យថាយើងពិតជាមិនអាចធ្វើបាននោះទេពេលខ្លះយើងមានអារម្មណ៍ថាគេមិនចូលចិត្តខ្ញុំទេប៉ុន្តែអារម្មណ៍របស់យើងមិនមែនជាភ័ស្តុតាងថាគេពិតជាមិនចូលចិត្តយើងនោះទេពេលខ្លះយើងគិតថាជីវិតខ្ញុំគ្មានអនាគតទេប៉ុន្តែការមានអារម្មណ៍ថាអស់សង្ឃឹមនៅថ្ងៃនេះមិនមែនមានន័យថាអនាគតរបស់យើងគ្មានសង្ឃឹមនោះទេអារម្មណ៍អាចផ្លាស់ប្ដូរពេលនេះយើងអាចមានអារម្មណ៍ខ្លាំងពេលរសៀលអារម្មណ៍អាចផ្លាស់ប្ដូរយប់នេះយើងអាចមើលបញ្ហាដដែលនោះខុសពីពេលព្រឹកហេតុនេះហើយកុំធ្វើការសម្រេចចិត្តធំៗនៅពេលអារម្មណ៍របស់អ្នកកំពុងខ្លាំងពេលខឹងកុំប្រញាប់និយាយពេលសោកសៅកុំប្រញាប់បោះបង់ពេលរំភើបខ្លាំងកុំប្រញាប់សន្យាអ្វីដែលអ្នកមិនប្រកាសថាអាចធ្វើបានហើយពេលខ្លាចកុំឲ្យការភ័យខ្លាចសម្រេចជំនួសអ្នកឈប់មួយភ្លែតដកដង្ហើមហើយសួរខ្លួនឯងថាតើអ្វីដែលខ្ញុំកំពុងមានអារម្មណ៍គឺជាការពិតឬគ្រាន់តែជាអារម្មណ៍សំណួរតូចមួយនេះអាចជួយឲ្យយើងជៀសវាងការសម្រេចចិត្តខុសជាច្រើនកុំរងចាំឲ្យមានអារម្មណ៍ចង់ធ្វើមានមនុស្សជាច្រើននិយាយថាខ្ញុំនឹងចាប់ផ្ដើមនៅពេលខ្ញុំមានកម្លាំងចិត្តប៉ុន្តែបញ្ហាគឺកម្លាំងចិត្តមិនមែនមករាល់ថ្ងៃនោះទេអ្នកដែលទទួលបានលទ្ធផលល្អមិនមែនជាមនុស្សដែលមានអារម្មណ៍ចង់ធ្វើការរាល់ថ្ងៃនោះទេពួកគេគ្រាន់តែចេះធ្វើអ្វីដែលត្រូវធ្វើទោះបីជាថ្ងៃនោះពួកគេមិនមានអារម្មណ៍ចង់ធ្វើក៏ដោយអ្នកចង់រៀនគំរងចាំឲ្យចង់រៀនអ្នកចង់ហាត់ប្រាណគំរងចាំឲ្យមានអារម្មណ៍ថាចង់ហាត់អ្នកចង់បង្កើតអាជីវកម្មគំរងចាំឲ្យមានអារម្មណ៍ថាខ្លួនឯងរួចរាល់អ្នកចង់ក្លាយជាមនុស្សដែលមានសមត្ថភាពចាប់ផ្ដើមធ្វើអ្វីៗដែលត្រូវធ្វើសូម្បីតែថ្ងៃដែលអ្នកមិនមានអារម្មណ៍ចង់ធ្វើព្រោះវិន័យគឺការធ្វើអ្វីដែលត្រូវធ្វើទោះបីជាអារម្មណ៍មិនចង់ធ្វើក៏ដោយកុំឲ្យពាក្យរបស់អ្នកដទៃគ្រប់គ្រងអារម្មណ៍មនុស្សមួយចំនួនអាចនិយាយអ្វីមួយមកកាន់យើងហើយពាក្យតែមួយអាចធ្វើឲ្យយើងគិតពេញមួយយប់អ្នកមិនពូកែទេអ្នកមិនអាចធ្វើបានទេអ្នកមិនសមនឹងការងារនេះទេអ្នកមិនអាចជោគជ័យទេបើសិនបើយើងយកពាក្យទាំងនេះមកដាក់ក្នុងចិត្តយើងនឹងចាប់ផ្ដើមរស់តាមការវាយតម្លៃរបស់អ្នកដទៃប៉ុន្តែសូមចាំថាមនុស្សម្នាក់ៗមើលយើងតាមបទពិសោធន៍និងទស្សនៈរបស់ពួកគេពាក្យរបស់ពួកគេមិនមែនជាការកំណត់តម្លៃរបស់យើងទេអ្នកអាចស្ដាប់ការរិះគន់អ្នកអាចរៀនពីវាប៉ុន្តែអ្នកមិនចាំបាច់អនុញ្ញាតឲ្យវាគ្រប់គ្រងជីវិតរបស់អ្នកនោះទេស្ដាប់ដោយប្រាជ្ញាមិនមែនស្ដាប់ដោយអារម្មណ៍កុំសម្រេចចិត្តនៅពេលខឹងមានការសម្រេចចិត្តជាច្រើនក្នុងជីវិតដែលយើងសោកស្ដាយមិនមែនព្រោះយើងមិនឆ្លាតទេ
ប៉ុន្តែពួកយើងសម្រេចចិត្តនៅពេលអារម្មណ៍កំពុងក្តៅពេលខឹងយើងចង់និយាយអ្វីមួយយើងចង់ឆ្លើយតបភ្លាមយើងចង់បង្ហាញថាយើងមិនខ្លាចប៉ុន្តែពេលអារម្មណ៍ស្ងប់យើងអាចសួរខ្លួនឯងថាហេតុអ្វីបានជាខ្ញុំនិយាយបែបនោះដូច្នេះពេលខឹងសូមកុំប្រញាប់ឆ្លើយពេលមានជម្លោះសូមដកដង្ហើមពេលមានអារម្មណ៍ឡើងខ្លាំងសូមឲ្យខ្លួនឯងមានពេលវេលាពេលខ្លះការមិនឆ្លើយតបភ្លាមគឺជាចម្លើយដ៏ឆ្លាតវៃបំផុតអ្នកមិនចាំបាច់ឈ្នះគ្រប់ការជជែកទេអ្នកមិនចាំបាច់បង្ហាញថាខ្លួនត្រូវគ្រប់ពេលវេលាដែរពេលខ្លះការរក្សាសន្តិភាពក្នុងចិត្តរបស់ខ្លួនមានតម្លៃជាងការឈ្នះការឈ្លោះកុំបោះបង់នៅថ្ងៃដែលអ្នកអស់កម្លាំងមានថ្ងៃខ្លះអ្នកនឹងមានអារម្មណ៍ថាអ្នកខំប្រឹងណាស់ប៉ុន្តែមិនឃើញលទ្ធផលអ្នកធ្វើការរាល់ថ្ងៃប៉ុន្តែគ្មានអ្នកសរសើរអ្នករៀនរាល់ថ្ងៃប៉ុន្តែមានអារម្មណ៍ថានៅមិនទាន់ពូកែអ្នកចាប់ផ្ដើមធ្វើអ្វីមួយប៉ុន្តែវាមិនដំណើរការដូចអ្វីដែលអ្នករំពឹងទុកថ្ងៃនោះអ្នកប្រហែលជាចង់បោះបង់ប៉ុន្តែសូមគុំសម្រេចអនាគតរបស់អ្នកដោយផ្អែកលើអារម្មណ៍របស់អ្នកតែក្នុងថ្ងៃដ៏លំបាកមួយនេះថ្ងៃអាក្រក់មួយមិនមែនមានន័យថាជីវិតទាំងមូលអាក្រក់ទេការបរាជ័យមួយមិនមែនមានន័យថាអ្នកជាមនុស្សបរាជ័យទេការចាប់ផ្ដើមយឺតមិនមែនមានន័យថាអ្នកនឹងមិនទៅដល់គោលដៅទេអ្នកគ្រាន់តែត្រូវបន្តមួយជំហានមួយថ្ងៃមួយខែមួយឆ្នាំជីវិតត្រូវបានកសាងឡើងពីជំហានតូចៗទាំងនេះរស់ដោយគោលការណ៍មិនមែនរស់ដោយអារម្មណ៍សូមសាកសួរខ្លួនឯងថាខ្ញុំចង់ក្លាយជាមនុស្សបែបណាមនុស្សដែលមានវិន័យមនុស្សដែលមានភាពស្មោះត្រង់មនុស្សដែលមានទំនួលខុសត្រូវមនុស្សដែលមិនបោះបង់មនុស្សដែលចេះគ្រប់គ្រងខ្លួនឯងនៅពេលអ្នកដឹងថាអ្នកចង់ក្លាយជាមនុស្សបែបណាអ្នកនឹងមិនចាំបាច់សួរអារម្មណ៍របស់អ្នករាល់ពេលនោះទេអ្នកអាចសួរតើមនុស្សដែលខ្ញុំចង់ក្លាយជានោះនឹងធ្វើអ្វីនៅពេលនេះបើសិនបើអ្នកចង់ក្លាយជាមនុស្សមានវិន័យអ្នកនឹងធ្វើការរបស់អ្នកទោះបីជាមិនចង់ធ្វើបើសិនបើអ្នកចង់ក្លាយជាមនុស្សមានទំនួលខុសត្រូវអ្នកនឹងទទួលស្គាល់កំហុសរបស់អ្នកទោះបីជាវាឈឺចាប់ក៏ដោយបើសិនបើអ្នកចង់ក្លាយជាមនុស្សរឹងមាំអ្នកនឹងមិនអនុញ្ញាតឲ្យបញ្ហាមួយធ្វើឲ្យអ្នកបោះបង់ជីវិតទាំងមូលនោះទេនេះហើយគឺជាការរស់នៅដោយគោលការណ៍អ្នកមិនចាំបាច់បំបត្តិអារម្មណ៍ទេការគំរោះតាមអារម្មណ៍មិនមែនមានន័យថាយើងត្រូវក្លាយជាមនុស្សគ្មានអារម្មណ៍ទេមិនមែនមានន័យថាយើងមិនអាចយំមិនមែនមានន័យថាយើងមិនអាចសោកសៅមិនមែនមានន័យថាយើងត្រូវរឹងមាំគ្រប់ពេលវេលានោះទេយើងនៅតែអាចមានអារម្មណ៍យើងអាចសោកសៅយើងអាចខឹងយើងអាចភ័យយើងអាចហត់ប៉ុន្តែយើងរៀនមិនឲ្យអារម្មណ៍ទាំងនោះកាន់ចង្កូតជីវិតរបស់យើងសូមស្រមៃថាជីវិតរបស់អ្នកគឺជារថយន្តមួយអារម្មណ៍គឺដូចជាអ្នកដំណើរពេលខ្លះគេស្រែកពេលខ្លះគេយំពេលខ្លះគេភ័យពេលខ្លះគេរំភើបប៉ុន្តែអ្នកគឺជាអ្នកកាន់ចង្កូតកុំឲ្យអ្នកដំណើរកាន់ចង្កូតជំនួសអ្នកចាប់ផ្ដើមពីថ្ងៃនេះចាប់ពីថ្ងៃនេះទៅពេលអ្នកខឹងសូមឈប់មួយភ្លែតពេលអ្នកភ័យសូមដកដង្ហើមពេលអ្នកសោកសៅសូមគុំសម្រេចថាជីវិតរបស់អ្នកគ្មានតម្លៃពេលអ្នកបរាជ័យសូមរៀនពីវាពេលអ្នកមិនមានកម្លាំងចិត្តសូមធ្វើតែបន្តិចក៏បានមិនចាំបាច់ធ្វើអ្វីធំដុំទេអានសៀវភៅមួយទំព័ររៀនមួយជំនាញធ្វើការ1ម៉ោងហាត់ប្រាណ10នាទីសម្អាតកន្លែងធ្វើការរបស់អ្នករៀបចំផែនការសម្រាប់ថ្ងៃស្អែកជំហានតូចៗអាចបង្កើតការផ្លាស់ប្ដូរដ៏ធំមួយមុននឹងបញ្ចប់សូមឲ្យអ្នកចាំពាក្យមួយនេះថាកុំរស់តាមអារម្មណ៍រស់តាមតម្លៃរបស់អ្នករស់តាមគោលដៅរបស់អ្នករស់តាមអ្វីដែលអ្នកដឹងថាត្រឹមត្រូវអារម្មណ៍អាចប្រាប់អ្នកថាខ្ញុំហត់ប៉ុន្តែក
គោលដៅអាចប្រាប់ថាសម្រាប់បន្តិចហើយបន្តដំណើរទៅមុខទៀតអារម្មណ៍អាចប្រាប់ថាខ្ញុំខ្លាចប៉ុន្តែភាពក្លាហានអាចប្រាប់ថាធ្វើមួយជំហានទៅមុខអារម្មណ៍អាចប្រាប់ថាបោះបង់ទៅប៉ុន្តែវិន័យអាចប្រាប់ថាកុំទាន់បោះបង់អ្នកមិនអាចគ្រប់គ្រងអ្វីដែលកើតឡើងនៅជុំវិញអ្នកបានទាំងអស់ទេប៉ុន្តែអ្នកអាចរៀនគ្រប់គ្រងរបៀបដែលអ្នកឆ្លើយតបហើយនៅពេលដែលអ្នកចេះគ្រប់គ្រងខ្លួនឯងអ្នកនឹងចាប់ផ្ដើមយល់ថាសេរីភាពពិតប្រាកដមិនមែនជាការធ្វើអ្វីដែលអារម្មណ៍ចង់ធ្វើនោះទេសេរីភាពពិតប្រាកដគឺជាការជ្រើសរើសអ្វីដែលត្រឹមត្រូវទោះបីជាអារម្មណ៍របស់អ្នកចង់ឲ្យអ្នកធ្វើអ្វីផ្សេងក៏ដោយដូច្នេះថ្ងៃនេះបើអ្នកកំពុងមានថ្ងៃលំបាកកុំប្រញាប់បោះបង់បើអ្នកកំពុងខឹងកុំប្រញាប់និយាយបើអ្នកកំពុងភ័យកុំប្រញាប់ថយក្រោយបើអ្នកកំពុងអស់កម្លាំងសម្រាកបានប៉ុន្តែកុំបោះបង់ក្តីស្រមៃរបស់អ្នកហើយបើថ្ងៃនេះអ្នកមានអារម្មណ៍ថាខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់សូមចាំថាអ្នកមិនចាំបាច់ខ្លាចជាមនុស្សល្អឥតខ្ចោះនោះទេអ្នកគ្រាន់តែត្រូវល្អជាងខ្លួនឯងកាលពីម្សិលមិញបន្តិចប៉ុណ្ណោះមួយថ្ងៃម្ដងមួយជំហានម្ដងមួយការសម្រេចចិត្តម្ដងហើយថ្ងៃណាមួយអ្នកនឹងមើលត្រឡប់ក្រោយហើយដឹងថាថ្ងៃដែលអ្នកឈប់រស់តាមអារម្មណ៍គឺជាថ្ងៃដែលអ្នកចាប់ផ្ដើមកាន់ចង្កូតជីវិតរបស់ខ្លួនឯងនេះជាការចែករំលែកពីមូលិកា Sharing សូមឲ្យអ្នកមានសេចក្តីស្ងប់ក្នុងចិត្តមានភាពរឹងមាំក្នុងការសម្រេចចិត្តនិងមានភាពក្លាហានក្នុងការដើរតាមផ្លូវដែលអ្នកជឿថាត្រឹមត្រូវកុំរស់តាមអារម្មណ៍រស់ដោយការយល់ដឹងរស់ដោយវិន័យរស់ដោយគោលដៅជួបគ្នាម្ដងទៀតនៅក្នុងការចែករំលែកបន្ទាប់